នៅពេលអនុវត្តការងារហប់ភើចាក់បេតុងសូមអនុវត្តតាមចំណុចទាំង5មួយខាងក្រោមយ៉ាងម៉ឺងម៉ាត់ ទី1គ្រោះថ្នាក់ដោយមិនបានពិនិត្យស្ថានភាពហប់ភើនិងឆាកលប្រសិនបើមិនបានពិនិត្យស្ថានភាពហប់ភើនិងឆាកលឲ្យបានគ្រប់គ្រាន់មុនពេលលើកអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្លាក់បានត្រូវរក្សាទុកឧបករណ៍លើកនៅកន្លែងកំណត់ដើម្បីការពារការខូចទ្រង់ទ្រាយនិងការប្រេះបែកអ្នកបំពេញការងារត្រូវពិនិត្យស្ថានភាពការភ្ជាប់ការពាក់ខូចនិងការខូចទ្រង់ទ្រាយរបស់ឧបករណ៍លើកដើម្បីបង្ការគ្រោះថ្នាក់ទី2គ្រោះថ្នាក់ពេលចុះជណ្ដើរឬជណ្ដើរយោងដោយបែរមុខទៅមុខនៅពេលប្រើជណ្ដើរឬជណ្ដើរយោងការចុះដោយបែរមុខទៅមុខអាចបណ្ដាលឲ្យធ្លាក់បានប្រសិនបើមិនរក្សាចំណុចទំនាក់ទំនង3ចំណុចរវាងដៃជើងនិងជណ្ដើរអាចបណ្ដាលឲ្យធ្លាក់បាននៅពេលប្រើជណ្ដើរត្រូវធ្វើការជាក្រុម2នាក់និងរក្សាការគាំទ្រ3ចំណុចទី3គ្រោះថ្នាក់ប៉ះទង្គិចពេលលើកហប់ភើប្រសិនបើមិនគ្រប់គ្រងតំបន់ខាងក្រោមនិងមិនពិនិត្យឧបសគ្គក្នុងពេលផ្លាស់ទីហប់ភើអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ប៉ះទង្គិចនៅពេលផ្លាស់ទីហប់ភើត្រូវពិនិត្យតំបន់ខាងក្រោមនិងឧបសគ្គជានិច្ចមុនពេលអនុវត្តទី4គ្រោះថ្នាក់ត្រូវគៀបពេលកែតម្រូវទីតាំងហប់ភើបន្ទាប់ពីលើកហប់ភើរួចប្រសិនបើប្រើកម្លាំងដៃដើម្បីកែតម្រូវច្រកបង្ហូរអាចបណ្ដាលឲ្យត្រូវគៀបបាននៅពេលកែតម្រូវច្រកបង្ហូរត្រូវប្រើឧបករណ៍បញ្ជាពីចម្ងាយនៅតំបន់សុវត្ថិភាពទី5គ្រោះថ្នាក់ដោយមិនពាក់វ៉ែនតាសុវត្ថិភាពប្រសិនបើមិនពាក់វ៉ែនតាសុវត្ថិភាពក្នុងពេលចាក់បេតុងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់អ្នកបំពេញការងារត្រូវពាក់វ៉ែនតាសុវត្ថិភាពជានិច្ចក្នុងពេលចាក់បេតុងទី6គ្រោះថ្នាក់ធ្លាក់ក្នុងពេលចាក់បេតុងលើពុម្ពនៅពេលចាក់បេតុងលើពុម្ពអាចកើតមានគ្រោះថ្នាក់ធ្លាក់ពីលើបានការចាក់បេតុងលើពុម្ពត្រូវអនុវត្តពីវេទិកាការងារឬពីលើដីជានិច្ចពេលសម្អាតហុបភឺចាក់បេតុងសូមអនុវត្តតាមចំណុចសុវត្ថិភាព4ខាងក្រោមនេះឲ្យបានត្រឹមត្រូវទី1គឺគ្រោះថ្នាក់ធ្លាក់ពីទីខ្ពស់ដោយសារមិនបានភ្ជាប់ទំពក់សុវត្ថិភាពពេលធ្វើការនៅទីខ្ពស់ចាប់ពី2ម៉ែត្រឡើងទៅត្រូវភ្ជាប់ទំពក់សុវត្ថិភាពជានិច្ចមុនពេលធ្វើការត្រូវរក្សាទំពក់សុវត្ថិភាពឲ្យភ្ជាប់រហូតដល់ការងារបញ្ចប់ទី2គឺគ្រោះថ្នាក់ធ្លាក់ពីទីខ្ពស់ក្នុងពេលសម្អាតក្នុងពេលសម្អាតអាចបាត់បង់លំនឹងហើយធ្លាក់ពីទីខ្ពស់បានអ្នកធ្វើការត្រូវភ្ជាប់ទំពក់សុវត្ថិភាពរក្សាលំនឹងខ្លួនហើយធ្វើការសម្អាតទី3គឺគ្រោះថ្នាក់ដួលរអិលនៅលើជណ្ដើរពេលដើរមុខចុះជណ្ដើរអាចរអិលឬដួលបានពេលចុះជណ្ដើរត្រូវកាន់របាជណ្ដើរហើយដើរថយក្រោយចុះទី4គឺគ្រោះថ្នាក់ដួលដោយសារមិនបានរៀបចំឲ្យបានល្អក្រោយបញ្ចប់ការងារក្រោយបញ្ចប់ការងារអាចជំពប់ទុយយោរូបករណ៍ដែលមិនបានរៀបចំហើយដួលបានពេលការងារបញ្ចប់ត្រូវរៀបចំភ្លាមហើយធានាឲ្យផ្លូវដើរមានសុវត្ថិភាព